ខ្ញុំធ្លាប់ឮពាក្យមួយដែលគេបាននិយាយថាហូបបាយពេលព្រឹកឲ្យដូចស្ដេចហូបបាយថ្ងៃត្រង់ឲ្យដូចស្ត្រីហើយនិងហូបបាយពេលល្ងាចឲ្យដូចអ្នកសុទានន័យនេះមិនមែនចង់ប្រៀបធៀបមើលងាយអីទេតែគាត់ចង់បញ្ជាក់ថានៅពេលដែលយើងញ៉ាំអាហារពេលព្រឹកគឺឲ្យបានច្រើនពេលថ្ងៃត្រង់ក៏ដូចគ្នាចំណែកឯពេលល្ងាចគឺយើងកាត់បន្ថយអាហារកាន់តែតិចគឺកាន់តែល្អអញ្ចឹងបើយើងក៏លេចមើលទៅក្នុងការសមាធិរបស់ព្រះសម្មាសម្ពុទ្ធលោកក៏បាននិមិត្តឃើញហើយក៏ទ្រង់បានបញ្ញត្តិកុំឲ្យព្រះភិក្ខុសង្ឃឆាន់ពេលល្ងាចចំណែកឯនៅក្នុងសាសនាអ៊ីស្លាមក៏មានវិធីបួសដូចគ្នាដែលក្នុងមួយខែគេធ្វើក្នុងមួយឆ្នាំគេធ្វើពិធីនេះម្ដងអញ្ចឹងនេះគឺជាសារៈប្រយោជន៍មួយដែលវាជារយៈពេលមួយដែលសម្រាប់ឲ្យសារពាង្គកាយយើងកុំចាត់នៅមេរោគឬក៏កាកសំណល់ចាស់ចោលពីក្នុងខ្លួនរបស់យើង